ឆ្មាំការពារព្រះករុណាឡៅចៅឯងថ្លើមពីស្មេខ្មុំវើយបណ្ដោយឲ្យកូនធ្វើពៀផ្អើលដល់ព្រះករុណាទៀតព្រះករុណាទ្រង់ភ័យហើយមែនទេនេះជាសញ្ញាចង់ធ្វើឃាតស្ដេចច្បាស់ណាស់ត្រកូលឡៅឯងពិតជាលក្ខគំនិតអាក្រក់ចង់ក្បត់រាជបល្ល័ង្កមែនព្រះករុណាទូព្រះបង្គំសុំនឹងស្លាប់តែអាតូចវាអត់មានចិត្តណាអញ្ចឹងទេវាជារឿងចៃដន្យទេក្រាប់ទូល្អណាស់អានឹងហើយដែលថាក្បាច់គុណអន់គ្មានអ្នកស្នងត្រកូលនោះអានឹងហើយដែលថាចៃដន្យលោកម្ចាស់ចិនខ្វោលោកពិតជាប្រដៅកូនបានល្អមែនធ្វើឲ្យយើងបានមើលរឿងល្អដែលមិនអាចបំភ្លេចបានមួយជីវិតហ្មងលីកាំងខ្ញុំគឺមានលីហ៊ូតែមួយគ្រាប់នឹងទេបើវាមានរឿងអីកើតឡើងទោះបីជាព្រះករុណាមិនយកទោសក៏ដោយក៏អញតាមស៊ីសាច់ហែកស្បែកឯងដល់ទីបញ្ចប់ដែរពុកបើខ្ញុំថាខ្ញុំរមួលក្រពើពុកជឿអត់ហេកូនចៅវគ្គនេះអន់មិនទេវើយមេកន្ទ្រីងតូចនេះទៅទិញស្ករគ្រាប់ហូបបំបត្តិខឹងសិនហើយទូព្រះបង្គំមានទោសធ្ងន់ធ្ងរមិនអាចលើកលែងបានរៀបរាប់មិនអស់ទេក្រាបទូលលៀងលែងជ្រះហើយកាន់តែលៀងកាន់តែខ្មៅគេហៅថាលៀងលែងជ្រះមកហើយពុកស្ពឹកជើងបាត់ហើយពិតមកទៅឯងនៅមានមុខមកនិយាយទៀតខ្សែរយះក្នុងវាំងលួចប្រាប់មកថាពេលលីកាំងត្រឡប់ទៅវិញវាមិនទាន់ទៅភូមិគ្រឹះវាទេតែវាលួចប្រមូលពួកមន្ត្រីតុលាការទៅប្រជុំគ្នានៅភូមិគ្រឹះផ្សេងឥឡូវពាក្យចាំអារ៉ាមចាប់ផ្ដើមលេចទៅហើយគេថាអាក្បាច់ទាត់ឯងមិញនឹងគឺអញជាអ្នកបញ្ជាជាភស្តុតាងរឹងមាំដែលបញ្ជាក់ថាត្រកូលឡៅយើងចង់ធ្វើឃាតស្ដេចឥឡូវសុំទោសស្អីក៏លែងមានន័យដែរខ្យល់បានបក់ចូលត្រចៀកព្រះករុណាហើយបន្លាក្នុងចិត្តក៏ចាក់ចូលជ្រៅដែរត្រកូលឡៅយើងចិត្តដល់ថ្ងៃអវសានហើយពុកខ្ញុំពិតជាមិនដឹងមែនណាខ្ញុំគ្រាន់តែឮរងជេរនៅខាងក្រោមខួរក្បាលខ្ញុំក៏ទេស្អាតមកមិនមែនខ្ញុំអ្នកទាត់ទេគឺវាអ្នកលូកដៃអញមិនមែនទេលោកជើងខ្លួនវាទេនៅហ៊ានដមត់ទៀតពុករឿងនេះប្រហែលជាមិនមែនកំហុសប្អូនពីរមែនទេពុកឯងអត់ចាប់អារម្មណ៍ទេអីតាំងពីប្អូនស្រីត្រឡប់មកវិញមកគ្រប់យ៉ាងក្នុងផ្ទះយើងគឺប្រែប្រួលអស់រលីងហ្មងខ្ញុំសូមជូនពរឲ្យពួកឯងរត់បានលឿនណាសោះបើហ៊ានតែទៅខ្ញុំជូនពរឲ្យឯងចាញ់លុយអស់រលីងហ្មងលោកម្ចាស់ថ្លៃឲ្យជួយផងទៅខ្ញុំចង់ចាញ់លុយណាស់វើយខ្ញុំដាក់បណ្ដាសាឯងឲ្យគេវីដេកដួលឲ្យគេវីឡើងហើមមុខដូចជ្រូកខ្មងកាលអាយុ1 ខួបឃើញមានផ្លែឈើពណ៌ក្រហមឆ្អិនឆ្អៅមួយនៅគៀនគុម្ពព្រៃក្រោយពេលស៊ីអាផ្លែរៀងដូចគូតនឹងហើយខ្ញុំក៏ចាប់ផ្ដើមដឹងខ្លួនថាសម្ដីខ្ញុំជួនកាលស័ក្តិសិទ្ធិជួនកាលអត់តែឲ្យតែអារម្មណ៍ខ្ញុំឡើងដល់កំពូលគឺនិយាយមិនបានអញ្ចឹងហ្មងរកឃើញការពិតហើយវើយមាត់ក្មេងនេះគឺបញ្ច្រាស់ទីទេតា